อันเชิญครูโตครูทำมาครูมาครูทำเยี่ยมจังมาเยี่ยมจังไปเลยกำปุลพนมครูสันเทศนายชัดนางសម្រៃស្រែយំនៅក្នុងភូមិលឺឡើងរងំនៅតាមម្ដុំផ្ទះនីមួយៗដែលត្រូវភ្លើងកំពុងឆាបឆេះសឹងថាគ្មានសេះសល់អ្វីនោះឡើយក្លិនចំអាបនៃឈាមដែលពពួកសត្វតូចធំលាយឡំគ្នាជាមួយមនុស្សម្នាដែលត្រូវពួកចោរនោះសម្លាប់ទាំងមិនញញើដៃហើយទុកសោកទាំងនោះក៏បានដិតដាមជាប់ទៅនឹងកែវភ្នែកបងប្អូនប្រជាជនដែលរស់នៅក្នុងភូមិនោះពុំមានការបំភ្លេចបានឡើយក្រោយពីស្ថានភាពអំណោយផលបានបន្តិចពួកគេក៏នាំគ្នាយកសាកសពដែលបងប្អូនអ្នកភូមិយកទៅបូជាឬដុតដោយពុំមានធ្វើពិធីសូត្រមន្តអ្វីនោះទេរីឯសពនោះទៀតសោតខ្លះត្រូវធ្លាយពោះខ្លះត្រូវភ្លើងឆេះមួយចំហៀងខ្លួនក៏មានខ្លះត្រូវចាក់សម្លាប់នឹងផ្លែដាវខ្លះទៀតខ្លួនប្រាណបានដាច់ចេញពីគ្នាមើលទៅគួរឲ្យអាសូរជាពន់ពេកគំនោអស់បានរៀបកឡើងយ៉ាងធំនៅម្ដុំផ្ទះរបស់ខ្ញុំដែលមើលទៅឃើញមានមនុស្សជុំកំពុងតែនាំគ្នាលើកសពយកទៅបូជាហើយអ្វីដែលពិបាកខ្លាំងបំផុតនោះគឺមេឃកំពុងតែទម្លាក់ទឹកភ្លៀងមកធ្វើឲ្យភ្លើងដែលកំពុងតែឆាបឆេះនោះរលត់បាត់ខ្លះឯខ្លះទៀតសឹងថាមិនចង់ឆេះក្រោយពីឃើញដូច្នោះលោកយាយរបស់ខ្ញុំគាត់ក៏បានបួងសួងទៅដល់អរុបអរិយអ្នកតាដែលបានថែរក្សានៅទីនោះសូមកុំឲ្យបង្អុរភ្លៀងធ្លាក់មកបន្ទាប់ពីបានបួងសួងរួចលោកយាយរបស់ខ្ញុំគាត់ក៏បានឲ្យគេយកប្រេងកាតមកចាក់ពីលើរួចធ្វើការដុតជាថ្មីម្ដងទៀតអណ្ដាតភ្លើងកំពុងតែឆាបឆេះឡើងសន្ធោសន្ធៅមើលទៅអាសូរដល់អ្នកដែលមិនដឹងពីការស្លាប់របស់ប្រពន្ធកូនមិនដឹងថាភូមិឃុំរបស់ខ្លួនកើតរឿងរ៉ាវដ៏សែនតក់ស្លុតទាំងនេះឡើយបន្ទាប់ពីបានបូជាសពរួចអស់ហើយនោះលោកយាយរបស់ខ្ញុំគាត់ក៏បាននិយាយទៅកាន់បងប្អូនដែលនៅរស់រានទាំងប៉ុន្មានឲ្យគាត់មករំរបួសបិទថ្នាំកុំឲ្យវាខ្លាចឬកាន់តែធ្ងន់ធ្ងរនិយាយឲ្យចំទៅលោកយាយរបស់ខ្ញុំជាគ្រូពេទ្យបុរាណម្នាក់ហើយគាត់ជាអ្នកផ្សាយផ្សំថ្នាំគ្រប់សពបែបយ៉ាងមិនថាឈឺស្កាត់បាក់ដៃបាក់ជើងគឺគាត់មើលទាំងអស់ដោយពុំចង់បានអ្វីតបស្នងសងគុណនោះទេក្រោយពីអ្វីបានប្រសើរឡើងអស់រយៈពេលកន្លះខែមកភូមិស្រុកក៏បានប្រែក្លាយជាធម្មតាវិញប៉ុន្តែពុំសូវមានមនុស្សជាច្រើនដូចកាលពីមុននោះទេរីឯក្មេងៗទៀតសោតក៏ពុំសូវមករត់លេងជាហូរហែផងដែរភូមិស្រុកចាប់ផ្ដើមប្រែជាស្ងាត់ជ្រងំរីឯសត្វតូចធំគោក្របីមាន់សេះទាក៏ពុំសូវជាសម្បូរហូរហៀដោយកាលពីមួយខែមុនមិនទាន់មានរឿងហេតុទាំងនោះកើតឡើងវេលាបានរសាត់ផុតទៅអស់រយៈពេល2ខែដូចជាការកុហកភូមិស្រុកក៏បានប្រែមកជាធម្មតារីឯយាយតាក៏នាំគ្នាធ្វើទ្រង់ទ្រូដូចជារាល់ដងមិនយូរថ្ងៃកន្លងក្រុមបងនិងអ្នកឡើងភ្នំក៏បានវិលចូលក្នុងភូមិវិញជាធម្មតាតែមកលើកនេះគឺបានមកជាមួយគ្រឿងប្រដាប់ប្រដាជាច្រើនមានដូចជាទឹកឃ្មុំជ័រឈើវល្លិផ្ដៅតូចធំកញ្ចុំឬឈើធ្វើថ្នាំនិងរបស់របរជាច្រើនទៀតដែលរៀបរាប់ទៅពុំអស់ពីរទេសមួយចូលដល់រទេសមួយដែលកំពុងបូរតាមជួរគ្នា
នីដងផ្លូវក្នុងភូមិបើសម្លឹងមើលមួយជុំក៏ប្រទះឃើញនឹងបុរសម្នាក់កំពុងតែអង្គុយលើរទេះគោមើលកាន់តែច្បាស់ជាងនេះបន្តិចដូចជាពុករបស់ខ្ញុំក៏បានរត់ទៅទទួលយ៉ាងលឿនហើយក៏លូតឡើងទៅលើរទេះដែលគាត់កំពុងតែបរនោះហក់លើកទី1ខុសលើកទី2ប៊ីសអស់ច្រមុះលើកទី3អាយ៉ាឡើងបានស្រាច់ក្រោយពីបានអង្គុយលើរទេះរួចហើយនោះពុករបស់ខ្ញុំគាត់ក៏បាននិយាយថាអង្គុយឲ្យស្រួលកូនប្រយ័ត្នធ្លាក់ហើយម្ដាយឯងទៅណាហើយមាននៅផ្ទះទេបាទពុកម៉ែនិងលោកយាយគាត់កំពុងតែនៅផ្ទះធ្វើម្ហូបបន្ទាប់ពីបានមួយសន្ទុះមកពុករបស់ខ្ញុំគាត់ក៏បានបរទេះមកដល់ផ្ទះហើយក៏បានស្រែកថាម៉ែកូនមកវិញហើយអូនបងមកវិញហើយពេលនោះលោកយាយរបស់ខ្ញុំគាត់ក៏បាននិយាយថាសុខសប្បាយកូនដោយនៅនឹងដៃរបស់គាត់មានកាន់នៅទឹកមួយផ្តិលមកជាមួយផងដែរមើលទៅស្មានតែគាត់យកមកឲ្យពុកពិសាមានអីយកមកស្រោចលើក្បាលសោះនិយាយទៅលោកយាយរបស់ខ្ញុំរឿងអបិយជំនឿនិងបល័យទាំងអស់ហ្នឹងមិនដឹងថាគាត់ចេះមកពីណាទេតែក៏ពិបាកថាដែរព្រោះអីចាស់ពីដើមគឺពូកែណាស់តិចថាយើងនៅសុកធ្វើឲ្យយើងចុកពោះក៏មានដែរណាហើយកាត់រឿងប៉ុណ្ណឹងសិនហើយចូលមកដល់រឿងខ្ញុំវិញមកត្រូវជួយលើកអីវ៉ាន់ចុះពីលើរទេះគោនិងអាចឆាប់ហូបបាយមើលទៅមេឃដូចជារៀងថ្ងៃណាស់ហើយលើកបណ្ដើរនិយាយគ្នាបណ្ដើរជាមួយនឹងពុកអំពីរឿងគាត់បានឡើងភ្នំអស់រយៈពេលប្រមាណខែកន្លងមកនេះគាត់ក៏បាននិយាយមកជីហោហែតែខ្លះក៏ជក់ចិត្តស្ដាប់គាត់និយាយផងដែរព្រោះនៅពេលដែលពុកខ្ញុំនិយាយម្ដងមិនខ្វះទេរឿងដែលកំ pl ែងគាត់បានជួបកាលពីឡើងភ្នំហើយណាមួយបោករួមទាំងខ្ញុំនេះនៅក្មេងទៀតផងនោះមានអីសាយតាមគាត់ដែរតើក្រោយពីបានយកអីវ៉ាន់ចេញអស់មួយសន្ទុះមកម្ដាយខ្ញុំគាត់ក៏បានហៅហូបបាយតែបើតាមខ្ញុំស្រង់ក្លិនពីចម្ងាយបើឲ្យទីនោះពិតមិនខុសនោះទេសម្លកកោកុកដែលជាប់អន្ទាក់ខ្ញុំកាលពីយប់លុះដើរទៅចិត្តស៊ូបញ្ជាក់មិនមែនសោះគឺសម្លប្រហើរត្រពាំងមានអីសិតតែជាម្ហូបដែលខ្ញុំជួយចិត្តទាំងអស់ហ្នឹងខណៈពេលដែលខ្ញុំកំពុងហូបបាយទៀតសោតលោកយាយរបស់ខ្ញុំគាត់ក៏បានសួរទៅកាន់ពុកថាអាក្តាន់កូនហើយឯងមកនេះបកាត់ផ្ទះអាសៅទេពុកខ្ញុំក៏បានឆ្លើយតបទៅកាន់លោកយាយដោយមាត់របស់គាត់កំពុងតែទំពាបាយថាបាទម៉ែខ្ញុំបរទេះកាត់ផ្ទះវាតើហើយក៏ឆ្លៀតសួរសុខទុក្ខប្រពន្ធវាដែរបន្ទាប់ពីបានឮពុកខ្ញុំនិយាយរួចមកខ្ញុំនិងម៉ែលោកយាយក៏នាំគ្នាបើកភ្នែកធំហើយមើលទៅកាន់ពុកដោយនិយាយព្រមគ្នាថាថាម៉េចហ្នឹងរួចលោកយាយរបស់ខ្ញុំគាត់ក៏បាននិយាយបន្ថែមទៀតថាអាក្តាន់កូនកាលពីកូនឡើងភ្នំបាត់មានដឹងទេភូមិស្រុកយើងមានរឿងអ្វីកើតឡើងហើយកូនចូលមកក្នុងភូមិនេះមានឃើញអ្វីប្លែកទេអត់ផងម៉ែកូនមើលទៅដូចជាធម្មតាគ្មានអ្វីប្លែកផងលោកយាយរបស់ខ្ញុំគាត់ក៏បាននិយាយរៀបរាប់ប្រាប់អំពីដំណើរដើមតងនិងរឿងហេតុដែលបានកើតឡើងទាំងអស់ទៅឲ្យពុកស្ដាប់និយាយចប់រឿងមួយចូលរឿងមួយស្រាប់តែពុករបស់ខ្ញុំគាត់ក៏បានលាន់មាត់ថាពិតមែនទេម៉ែអញ្ចឹងកាលពីព្រឹកមិញខ្ញុំបានជួបនិយាយបានប៉ុណ្ណេះម្ដាយខ្ញុំគាត់ក៏បានខ្ទប់មាត់ពុករួចក៏និយាយមួយមកថាពុកវាកុំនិយាយលឺពេកខណៈពេលដែលកំពុងតែនិយាយគ្នានោះទៀតសោត
ស្រាប់តែពូសៅក៏បានដើរមកហើយក៏ស្រែកហៅពុករបស់ខ្ញុំជា2 3លើកដោយឃើញគាត់ហៅច្រើនដងពេកខ្ញុំក៏បាននិយាយថាពូរកពុកខ្ញុំមែនទេពុករបស់ឯងទៅណាហើយអាក្តាមពុកនៅលើផ្ទះឯណោះពូឡើងទៅក្រោយពីបាននិយាយប្រាប់រួចមកពូសៅក៏បានឡើងទៅលើផ្ទះតាមមើលទៅឮអ៊ូមិនដឹងគាត់និយាយអ្វីទេណាហើយគួរតែដើរទៅស្រែវិញល្អជាងដោយមិនបងអងយូរខ្ញុំក៏បានទាញកាំបិតផ្គាក់ដែលផ្ដេកនៅនឹងជើងសសរផ្ទះខាងស្ដាំដៃដែលមានទ្រង់នឹងបង្កាយកំពុងតែព្យួរនៅលើធ្នឹមក្បែរនោះបន្ទាប់ពីបានទាញយកកាំបិតផ្គាក់ហើយខ្ញុំក៏បានធ្វើដំណើរទៅកាន់ស្រែរបស់ខ្ញុំដែលទៅកាត់ខាងក្រៅផ្ទះព្រោះវាជិតជាងបើរាប់មើលទៅប្រហែលជា400ម៉ែត្របើគិតចាប់ពីខាងក្រៅផ្ទះឡើងទៅវាលស្រែដ៏សែនស្រស់ត្រកាលបូករួមជាមួយផ្លែស្រូវដែលកំពុងមានពណ៌លឿងទុំបើតាមមើលទៅមិនខ្វះមួយអាទិត្យទៀតទេនឹងដល់ពេលច្រូតកាត់ជាពុំខានសំឡេងចាប់ស្រុកចាប់ព្រៃបានស្រែកយំឡើងរញ៉េរញ៉ៃកំពុងតែដណ្ដើមចំណីគួរស្រូវដែលនៅក្នុងស្រែតែយ៉ាងណាបើសិនជាបណ្ដោយច្បាស់ណាស់ថាមុននឹងដល់ខែច្រូតគឺសល់តែកញ្ច្រាំងស្រូវជាពុំខានដើរបណ្ដើរស្រែកច្រៀងបណ្ដើរជាមួយបទលោកតាសិនស៊ីសមុទ្រជាសំនៀងមួយដិតដាមជាប់នឹងបេះដូងរបស់ខ្ញុំតាំងពីវ័យកុមារភាពមកម្លេះក្រោយពីបានធ្វើដំណើរអស់មួយស្របក់ខ្ញុំក៏បានមកដល់ដីស្រែរបស់ខ្ញុំមើលទៅឃើញមានស្រូវទុំក្រហមព្រឿងនៅត្រង់ជ្រុងភ្លឺស្រែនិងកណ្ដាលស្រែសំឡេងខ្យល់បក់បោកមកនេះខែក្តឹកឬសូរសិនទឹកផ្លែស្រូវកំពុងរេរំនាំយកសំឡេងយ៉ាងពីរោះមិនចាញ់ភ្លេងគេប្រគំប៉ុន្មាននោះទេរីឯហ្វូងសត្វបាក់សាកំពុងតែច្រៀងត្រៀបត្រាហិចហើរប្រចឹកប្រឡែងគ្នាជាមួយនឹងគូស្រូវឡើងសប្បាយរីករាយតែយ៉ាងណាកុំប្រហែសឲ្យសោះបើមិនខំដេញទេច្បាស់ណាស់ឆ្នាំនេះរកស្រូវដាក់ផ្ទះពុំបានជាក់ជាពុំខានសម្រែកដេញចាបដែលកំពុងតែចុះមកស៊ីស្រូវទុំសឹងថាពេលខ្លះចង់យំព្រោះដេញវាមិនឈ្នះរត់ផងស្រែកផងខ្ញុំក៏ប្រទះជួបទៅនឹងបន្ទះដែកមួយមើលទៅប្រហែលជាគម្របអ្វីទេមើលចុះមើលឡើងខ្ញុំក៏មានគំនិតមួយក៏យកបន្ទះដែកនោះទៅគោះដើម្បីបង្អើលសត្វចាបទាំងនោះអាយ៉ាមានអីបានផលរបស់គេដែរតាសំឡេងលីសូតុងតាំងគោះផងស្រែកផងអស់រយៈពេលជាច្រើនម៉ោងព្រះអាទិត្យក៏ចាប់ផ្ដើមលិចបន្តិចម្ដងចិត្តមួម៉ងចង់វិលត្រឡប់ទៅផ្ទះវិញព្រោះខ្លាចពុកម៉ែគាត់ចាំមើលផ្លូវណាមួយខ្ញុំមកនេះពុំបានប្រាប់គាត់ឲ្យបានដឹងជាមុននោះឡើយដំណើរលើកជើងមួយព្រួយខ្លាចនឹងរអិលជើងធ្លាក់ចូលទៅក្នុងស្រែដូចកាលពីមុនទៀតដើរផងច្រៀងផងរហូតមកដល់ត្រង់ស្រែមួយជាស្រែរបស់ពូសៅមើលទៅស្រែរបស់គាត់ល្អដែរតាឆ្នាំនេះប្រហែលជាបានផលច្រើនជាងស្រែខ្ញុំហើយឈប់សិនអ្នកណាកំពុងតែអោនងើបនៅក្នុងស្រែហ្នឹងមើលទៅដូចជាពូសៅមែនទេហ្នឹងហើយពូមកស្រែតាំងពីពេលណាបានជាខ្ញុំមិនដឹងពេលនោះគាត់ក៏បានឆ្លើយតបមកខ្ញុំវិញថាពូទើបតែមកដល់ទេអាមិនអញ្ចេះការនិយាយស្ដីរបស់គាត់ហាក់ដូចជាល្វើយបីដូចជាមនុស្សពុំមានវិញ្ញាណនៅក្នុងខ្លួនពូទៅផ្ទះទេមកដើរទៅជាមួយខ្ញុំមេឃវារៀងយប់ហើយខ្ញុំខ្លាចខ្មោចណាស់ពូគាត់ក៏បានងក់ក្បាលហើយក៏ដើរតាមពីក្រោយខ្នងរបស់ខ្ញុំដោយពុំមានលឺសម្រាប់ជើងសូម្បីតែបន្តិចតែយ៉ាងណាវារៀងដូចជាព្រឺចឹងខ្នងយ៉ាងម៉េចមិនដឹងទេ
លុះដើរបើបន្តិចខ្ញុំក៏បានមកដល់ខាងក្រោយផ្ទះរបស់ខ្ញុំហើយក៏បានស្រែកហៅពុកខ្ញុំថាពុកពុកខ្ញុំមកវិញហើយពុកគាត់ក៏បាននិយាយថាមួយថ្ងៃហើយតើឯងបាត់ទៅណាបានជាម្ដាយឯងរកឯងមិនឃើញសោះបាទពុកថ្ងៃមិញខ្ញុំបានទៅស្រែហើយក៏នៅចាំដេញចាប់រហូតដល់យប់អញ្ចឹងទៅអូមែនហើយពុកខ្ញុំមកផ្ទះវិញបានពូសៅមកជាមួយដែរតានិយាយចប់ពុកខ្ញុំគាត់ក៏បានធ្វើមុខឆ្ងល់ហើយក៏ចងចិញ្ចើមរួចនិយាយមកកាន់ខ្ញុំថាឯងចេះតែថាហើយអាសៅឯណាទៅស្រែវាមកអង្គុយនិយាយជាមួយពុកមួយល្ងាចហើយមានទៅស្រែឯណាទេមែនណាពុកពូសៅមែនណាគាត់ដើរមកតាមក្រោយខ្ញុំមិញនេះបើពុកមិនជឿមើលទៅខ្ញុំក៏បានងាកក្រោយមើលគ្មានឃើញមនុស្សទេគឺឃើញស្លឹកត្នោតដែលវាតាក់មកជាមួយខោរបស់ខ្ញុំហើយក៏បានអូសវាមកដល់ផ្ទះក្រោយពីបានឃើញដូច្នោះខ្ញុំក៏បាននិយាយទៅកាន់ពុករបស់ខ្ញុំថាពុកខ្ញុំត្រូវគាត់ក៏បានយកដៃមកផ្ទុកមាត់របស់ខ្ញុំហើយក៏បានប្រាប់ខ្ញុំថាកុំនិយាយចាំឡើងលើផ្ទះសិនចាំនិយាយប្រាប់ពុកបន្ទាប់ពីគាត់បាននិយាយចប់ហើយខ្ញុំនិងពុកក៏បានឡើងទៅដល់ផ្ទះដោយជើងទាំងគូរបស់ខ្ញុំឡើងញ័រហើយសក់ក្បាលក៏បានជ្រុះបន្តិចម្ដងរហូតទាល់តែលោកយាយរបស់ខ្ញុំគាត់យកទឹកអ្វីទេមកស្រោចហើយក៏បានចងអំបោះសីមាលើដៃរបស់ខ្ញុំទើបរៀងធូរស្រាលពីការភ័យព្រួយនៃការជួបខ្មោចទាំងនោះក្រោយពីបានធូរស្រាលពីការភ័យខ្លាចហើយនោះខ្ញុំក៏បានរៀបរាប់ប្រាប់អំពីដំណើរដើមតងគ្រប់បែបយ៉ាងដែលខ្ញុំបានឃើញនៅពេលដែលខ្ញុំកំពុងតែដើរមកផ្ទះនាពេលអំបញ្ញមាញ់នោះពេលរាត្រីដ៏សែនស្ងាត់ជ្រងំបានប្រមូលផ្ដុំនៅហ្វូងសត្វជាច្រើនមកទុំស្រែកយំនៅម្ដុំដាំអំពិលទឹកនៅក្បែរផ្ទះបើយើងខំប្រឹងយកត្រចៀកស្ដាប់បន្តិចទៅគឺច្បាស់ណាស់ថាជាសត្វលលកខ្មោចដែលកំពុងតែយំជំទាវឮសូរបើមានជំពាមបាញ់ឲ្យទម្លាក់ពីលើដើមអំពិលទឹកជាមិនខានសំឡេងសត្វឆ្កែលូឮឡើងឲ្យក្រលួចពីដើមភូមិដល់ចុងភូមិបូករួមជាមួយខ្យល់ដែលកំពុងតែបក់បោកមកនាពេលម៉ោង 12 យប់អធ្រាត្រទៀតផងនោះគឺថាព្រឺឆ្អឹងភ្នងណាមួយដេកពុំលក់បើងាកមើលពុកម៉ែលោកយាយកំពុងតែសម្រានសឹងថាបាត់ដាស់ប្រហែលជាពុំភ្ញាក់ដឹងខ្លួនឡើយបើយើងប្រឹងយកត្រចៀកស្ដាប់ឲ្យរៀងយូរបន្តិចច្បាស់ណាស់ថានឹងឮសំឡេងយំចេញមកពីក្រោមផ្ទះជាពុំខានហើយសំឡេងយំទៀតសោតគឺល្វើយដោយមានភ្ជាប់ពាក្យមកជាមួយថាសូមពូមីងកុំប្រាប់ប្តីខ្ញុំអីក្រោយពីបានឮដូច្នោះខ្ញុំក៏បានងើបហើយដាស់លោកយាយខ្ញុំរួចឲ្យគាត់ជួយស្ដាប់តែយ៉ាងណាលោកយាយរបស់ខ្ញុំគាត់ពុំបានឮសំឡេងស្រែកយំអ្វីនោះទេមានតែខ្ញុំតែម្នាក់ប៉ុណ្ណោះដែលឮសំឡេងយំនោះដោយមិនលុះសូម្បីតែមួយពេលណាម៉ោង 12 យប់អធ្រាត្របានរំលងផុតចូលមកដល់ម៉ោង 1 ទីភ្លឺបានស្ងាត់ទាំងសត្វយំនិងសំឡេងដែលលងបន្លាចទាំងនោះបានបាត់ទៅមកនៅពេលព្រឹកព្រលឹមទន្ទឹមនឹងពុកម៉ែថែមទាំងលោកយាយគាត់ក៏បានដាស់ខ្ញុំពីដំណេកមកតែយ៉ាងណាខ្ញុំក្រោកពុំរួចនោះទេខ្លួនចាប់ផ្ដើមឡើងកម្ដៅសក់ក្បាលចាប់ផ្ដើមជ្រុះរីឯភ្នែកទាំងគូបានคล้ายជាពណ៌ខ្មៅមើលទៅមិនចាញ់ខ្មោចប៉ុន្មាននោះទេនៅពេលនេះទើបខ្ញុំដឹងថាខ្មោចលងគឺគួរឲ្យខ្លាចបែបនេះសោះក្រោយពីលោកយាយដឹងថាខ្ញុំក្តៅខ្លួនគាត់ក៏បានយកទឹកថ្នាំអ្វីមកទេឲ្យខ្ញុំផឹកបើតាមរសជាតិថ្នាំនោះទៀតសោតល្វីងជាងបណ្ដូលពេជ្រទៀតតើអ្នកទាំងអស់គ្នាកំពុងតែស្ដាប់មានត្រូវខ្មោចលងដែរឬទេកុំភ្លេចជួយប្រាប់អេដមីនផងណា
រសៀលថ្ងៃទន្ទេជ្រេទៅទិសខាងលិចបានបន្តិចពូសាយក៏បានមកដល់ផ្ទះរបស់ខ្ញុំដោយទឹកមុខស្រងត់ស្រងាត់បីហាក់ដូចជាមានរឿងអ្វីដែលបានជួបនាកាលពីព្រឹកក្រោយពីបានមកដល់ខាងក្រោមផ្ទះរបស់ខ្ញុំហើយគាត់ក៏បានដាក់គូតអង្គុយនៅលើគ្រែរួចក៏បានបោះពាក្យសម្ដីទៅកាន់ពុកខ្ញុំថាបងឯងគិតមើលមិនឲ្យខ្ញុំខឹងយ៉ាងម៉េចអ្នកភូមិនាំគ្នានិយាយថាប្រពន្ធខ្ញុំស្លាប់គ្រប់គ្នាតែការពិតមានទាន់ស្លាប់ឯណានាងនៅផ្ទះជាមួយខ្ញុំទេតើគិតទៅអ្នកភូមិនេះបែរមកថាមើលងាយក្រុមគ្រួសារខ្ញុំនេះទៅវិញពិតមែនហើយអាសៅសំឡេងនិយាយដែលទើបតែចេញមកពីខាងក្រោយផ្ទះគឺជាសំឡេងលោកយាយរបស់ខ្ញុំដោយនៅនឹងដៃរបស់គាត់មានកាន់នៅអ្វីម្យ៉ាងទេមើលទៅដូចជាទឹកមុនបន្ទាប់ពីគាត់បានមកដល់ខាងក្រោមផ្ទះហើយគាត់ក៏បាននិយាយថាវាជាការពិតណាស់អាសៅអ្វីដែលឯងបានឃើញនោះវាពុំមែនជាប្រពន្ធរបស់ឯងទេបើឯងចង់ដឹងយើងនឹងប្រាប់ឯងពីរឿងហេតុទាំងអស់ដែលបានកើតឡើងកាលពីពួកឯងឡើងភ្នំនាកាលនោះក្រោយពីពួកគាត់បាននិយាយអស់ជាច្រើនម៉ោងរួចរាល់ពូសៅគាត់ក៏បានស្រក់ទឹកភ្នែកហើយអាណិតអាសូរទៅដល់ប្រពន្ធគាត់ជាពន់ពេកហើយគាត់នៅតែមិនចង់ជឿនៅអ្វីដែលលោកយាយខ្ញុំគាត់បាននិយាយប្រាប់បន្ទាប់ពីឃើញដូច្នោះលោកយាយខ្ញុំគាត់ក៏បាននិយាយទៀតថាបើឯងមិនជឿយើងនិយាយនោះទេឯងយកទឹកមុននេះទៅឲ្យប្រពន្ធឯងផឹករួចឯងនឹងដឹងគ្រប់យ៉ាងទាំងអស់និយាយចំលោកយាយរបស់ខ្ញុំក៏បានហុចទឹកនោះឲ្យទៅកាន់ពូសៅហើយគាត់ក៏ធ្វើដំណើរទៅកាន់ផ្ទះជាធម្មតាដោយភ្ជាប់ពាក្យចុងក្រោយមកថាអរគុណស្រីរសៀលបានរសាត់បាត់មកបដូរនៅពេលរាត្រីដ៏សែនស្ងប់ស្ងាត់សូម្បីតែសំឡេងមនុស្សជជែកគ្នាក៏ពុំមានធ្លាប់តែអាត្មានេះមានឃើញនៅក្មេងៗជាច្រើនមកស្ដាប់តានិយាយរឿងនិទានតែពេលនេះពុំមាននរណាហ៊ានចេញពីក្នុងផ្ទះមកឡើយគឺពួកគេខ្លាចសូម្បីតែអ្នកណាហៅមានការអ្វីក៏ពុំហ៊ាននឹងបើកទ្វារមើលនោះដែរខ្យល់បានបក់មករំភើយត្រូវនឹងដើមឫស្សីលាន់ស្នូលងេតងាត់នៅខាងក្រោយផ្ទះយូរក៏ប្រទះទៅនឹងសំឡេងសត្វតុកែយំនៅក្បែរសសរកន្លោងបើផ្ទៀងស្ដាប់ហើយសាកស្រមៃទៀតនោះច្បាស់ណាស់គឺព្រឺសម្បុរគីងគក់ជាពុំខានសំឡេងសត្វឆ្កែព្រុសចាប់ផ្ដើមឮម្ដងមួយពីចុងភូមិដល់ដើមភូមិមិនដឹងថាវាមើលឃើញអ្វីនោះទេបានជាលូមិនឈប់សោះអាសូរថាខែនេះជាខែកដឹកមិនថាឈប់សិនខែនេះជាខែកដឹកហើយតើក្រោយពីបានលើសំឡេងសត្វឆ្កែព្រុសរួចមកស្រាប់តែមានស្នូពុះទ្វារលឺសូរទៅដោយភ្ជាប់ជាមួយសំឡេងស្រែកមកថាបងក្តាន់ជួយខ្ញុំផងពេលនោះពុករបស់ខ្ញុំគាត់ក៏បានបើកទ្វារហើយនិយាយទៅកាន់ពូសៅថាមានរឿងអ្វីមែនទេបានជាប្រញាប់ម៉េះពុកខ្ញុំគាត់ក៏បានទាញពូសៅចូលមកក្នុងផ្ទះហើយសួរគាត់តាមដំណើរដើមតោក្រោយពីគាត់និយាយរៀបរាប់បានមួយសន្ទុះមកខ្យល់ក៏បានបក់មកយ៉ាងខ្លាំងសំឡេងឆ្កែលូចេះតែបន្តរហូតឥតឈប់ឈរយូរយើងក៏បានឮសំឡេងសាយផងយំផងពេលខ្លះអត់មិនបានចង់យកកាំបិតដេញកាប់តើបែរមកមើលពូសៅវិញយំផងស្រែកផងហាក់បីដូចជាឃើញអ្វីមួយនៅមាត់បង្អួចអីចឹងឃើញដូច្នោះយាយខ្ញុំគាត់ក៏បានប្រញាប់រត់ទៅបិទបង្អួចយ៉ាងលឿនហើយមិនដឹងថាមាត់របស់គាត់សូត្រអ្វីនោះទេជីបអូចលុះបានបន្តិចស្ថានភាពក៏បានប្រែទៅជាធម្មតាវិញខ្យល់ក៏បានស្ងាត់រីឯសំឡេងសត្វស្រណក់ក៏លែងព្រុសបន្ទាប់ពីបានមួយសន្ទុះមកពូសៅគាត់ក៏បានសុំលោកយាយនិងពុកម៉ែរបស់ខ្ញុំដើម្បីត្រឡប់ទៅផ្ទះវិញរៀបនឹងងើបដើរទៅហើយស្រាប់តែលោកយាយខ្ញុំគាត់ក៏បាននិយាយថាអាសៅ
ឯនៅដីទីនេះសិនហើយស្អែកចាំត្រឡប់ទៅផ្ទះវិញជាមួយអាកដានរួចយករទេះសេះទៅស្រុកខាងលិចមើលនិមន្តព្រះសង្ឃមកធ្វើបុណ្យឲ្យប្រពន្ធរបស់ឯងក្រែងវាបានសុខដល់ស្រុកភូមិបើពុំនោះទេរស់ពុំបានសុខសាន្តត្រានឡើយទើបអញ្ជើញគ្រូតូចគ្រូធំមកគ្រួងគ្រូធំយាងចង់មកយាងចង់ពេលលើកំពូលភ្នំគ្រូសន្ធិដ្ឋណាឲ្យឆាប់ណាងកន្តោងខៀវឲ្យអ្នករៀងមកមកលុបមកឃើញមកលុបកុំជ្រកគ្រូ